សួស្តីអ្នកនាងស្វាគមន៍មកកាន់អេពីសូត2នៃរឿងដំណើរផ្សងព្រេងរបស់អធិរាជចាប់ផ្ដើមឡើងនៅក្នុងពិភពពិតដែលជាយន្តយើងនឹងគឺតែលោកអោតចេញពីហ្គេមទេគាត់នឹងក៏ភ្ញាក់ផ្អើលនឹងទស្សនវិជ្ជាដែលគាត់បានឃើញនៅក្នុងមុខទីកន្លែងនេះជាហាងលក់ VGA បញ្ជាក់បន្តិចអ្នកនាងVGA ហ្នឹងគឺជាឧបករណ៍សម្រាប់លេងហ្គេមណាហើយវាដូចជា VGA របស់យើងដែរគ្រាន់តែវាមានរាងជាប្រអប់ដែកមួយល្មមមកខ្លួនមនុស្សចូលទៅដេកនៅក្នុងហ្នឹងណាអ្នកនាងឥឡូវនេះបើខ្ញុំគិតអំពីវាខ្ញុំធ្លាប់ក្រកាលពី5ឆ្នាំមុនដូច្នេះខ្ញុំមកលេងហ្គេមនៅបន្ទប់តាំងបង្ហាញឧបករណ៍នៅក្នុងហាងទាំងនេះតែខ្ញុំនឹងពិតជាបានត្រឡប់មកអតីតកាលវិញមែនដូច្នេះខ្ញុំមានរឿងដែលត្រូវធ្វើទោះបើយើងនឹងក៏រត់ចេញទៅយ៉ាងលឿនសម្រាប់ទៅកន្លែងភ្នាក់ងារលក់របស់ហាងហើយហ្នឹងហើយក្នុងចិត្តគាត់នឹងក៏គិតថាខ្ញុំមានព័ត៌មាននៃពេលអនាគតរយៈពេល5ឆ្នាំបូករួមជាមួយបទពិសោធន៍បើសិនបើខ្ញុំប្រើវាខ្ញុំពិតជាអាចសងសឹកបានបន្ទាប់មកជាយន្តយើងក៏បានហុចកាតធនាគារឲ្យទៅភ្នាក់ងារលក់ខ្ញុំចង់បាន model VGA ដែលល្អបំផុតភ្នាក់ងារលក់ហ្នឹងក៏តបទៅថាប្រកាសណាស់ចាំខ្ញុំជួយអ្នកអំពីរឿងនេះហើយជាយន្តយើងហ្នឹងក៏សម័យមកភាំងគិតពីអ្វីដែលគាត់ត្រូវធ្វើដំបូងគេហើយគាត់គួរតែចាប់ដើមជាមួយនឹងការដំឡើងកម្រិតសិនឬក៏មិនគិតបានប៉ុណ្ណឹងហើយហ្នឹងស្រាប់តែលឺសលេងភ្នាក់ងារលក់ហាងគាត់ដែលនិយាយថាអ្នកហ្នឹងមិនមានទឹកប្រាក់គ្រប់គ្រាន់ទេជាយន្តយើងហ្នឹងកាំងហ្មងហើយគាត់និយាយថាចង្រៃយោប៉ិតណាស់បើសិនបើខ្ញុំមានលុយសម្រាប់វាហ្នឹងខ្ញុំគួរតែបានទិញវាមួយរួចទៅហើយហេតុអ្វីហ្នឹងបានជាត្រូវមកលេងហ្គេមនៅទីនេះទៀតហើយតែខ្ញុំហ្នឹងគួរតែធ្វើអ្វីទៅចេញទៅរើខ្លះឥឡូវប៉ុន្តែខ្ញុំហ្នឹងយឺតពេលហើយក៏លឺសំឡេងមួយថាតើអ្នកហ្នឹងកំពុងរងចាំអ្វីអ្នកខ្លាំងនឹងមិនដែលខ្លាចក្នុងការខ្លាចបញ្ហាដែលប្រឈមឡើយការស្ទាក់ស្ទើរនឹងគឺជាអារម្មណ៍ដែលអ្នកមិនគួរមានទេនៅក្នុងសមរភូមិនេះជាសម្ដីរបស់នាងស៊ើរីឬក៏យើងហៅថា Queen of Thunder អ្នកនេះចាំអេពីសូតមុនដែលបង្ហាញឡើងនៅលើ show screen របស់ហាងនឹងបានបញ្ជាក់ផងដែរថានាងនឹងបានខ្លាចជារាជិនីនៃសង្គ្រាមបើនិយាយទៅជាប់លេខ1នៅក្នុង Warlord ណាអ្នកជាយន្តយើងនឹងបានឈរមើល show screen នឹងហើយក៏បានសម័យទៅសម្ដីការពីជីវិតមុនដែលនាងថាអ្នកឯងនឹងបានត្រឡប់ទៅជាសម្រាមម្ដងទៀតហើយជាយន្តយើងនឹងបានដើរចេញពីហាងទាំងមកខឹងមកហើយបាននិយាយថាឥឡូវវាមិនមែនជាពេលវេលាដែលត្រូវរងចាំទេហើយទស្សនវិជ្ជាក៏កាត់មកដល់ផ្ទះមួយនាពេលរសៀលយើងបានឃើញទូ VGA មួយដែលត្រូវបានជានឹងតម្លើងរួចរាល់ជាស្រេចហើយអាចលេងបានភ្លាមហ្នឹងហើយជាសាច់រឿងហ្នឹងក៏បានប្រាប់ដែរថាផ្លូវលឿនបំផុតដែលតួប្រុសយើងអាចរើលុយបានហ្នឹងគឺទៅខ្ចីលុយគេជាយើងហ្នឹងគឺបានខ្ចីលុយ10លានវ៉ុនពីបងធំម្នាក់ក្រោយពីផ្ដល់លុយឲ្យហើយហ្នឹងបងធំម្នាក់ហ្នឹងក៏បានគម្រាមជាយន្តយើងដែរថាបើមិនអាចសងត្រឡប់ទៅគេវិញទេជីវិតទូប្រុសរបស់យើងហ្នឹងដឹងតែបានទៅលេងខណ្ឌរូអីជាយន្តយើងហ្នឹងទទួលទាំងបែកnhưប៉ុនក្របពោតហ្មងអ្នកនេះហើយគាត់សច្ចាក្នុងចិត្តថាមិនថាអ្វីក៏ដោយខ្ញុំនឹងធ្លាក់ទៅភ្លើងនរកបើមានន័យថាខ្ញុំអាចកម្ចាត់មនុស្សអាក្រក់ទាំងនោះថងហ្នឹងគាត់ចង់បានថាគាត់ស៊ូធ្លាក់នរកអ្នកនេះឲ្យតែគាត់បានសងសឹកបន្ទាប់មកហ្នឹងគាត់ក៏ភ្ជាប់ទៅពិភពហ្គេម system ហ្នឹងកំពុងកំណត់អត្តសញ្ញាណស្វាគមន៍ឲ្យការមកកាន់ Warlord នឹងចាប់ពីហើយនឹងចាប់ពីពេលហ្នឹងទៅគឺយើងហៅទូប្រុសរបស់យើងថាហៃកានឯណាគ្នាដោយសារឈ្មោះនៅក្នុងហ្គេមរបស់គាត់គឺហៃកានហើយឈ្មោះហៅក្រៅឈ្មោះនៅក្រៅរបស់គាត់គឺជ័យយន្តប៉ុន្តែបើទូទៅគាត់តែងតែ active នៅក្នុងហ្គេមហ្នឹងអញ្ចឹងយើងហៅហៃកាននៅទូស្ដាប់អ្នកទេកុំឲ្យសាច់រឿងហៅចេះយើងហៅបែកពេញហ្នឹងវាកន្លងផុតទៅមួយរយៈហើយហៃកានយើងកំពុងសម្លឹងរមើនារីម្នាក់ដែលគាត់ភ្លេចឈ្មោះណាគាត់ចាំបានត្រឹមតែអារីឯងស្របពេលហ្នឹងក៏ឮសំឡេងមួយថាសូមអបអរសាទរចំពោះការបញ្ចប់ថ្នាក់រៀននឹងបានលេចចេញនៅនារីម្នាក់ដែលមានពលឺពណ៌លឿងហ្នឹងចែងចាំងព័ទ្ធជុំវិញខ្លួនហ្នឹងហើយនឹងបានណែនាំថាខ្លួននាងនឹងឈ្មោះ Ariane មកទីនេះដើម្បីជួយអ្នកជាមួយនឹងថ្នាក់របស់អ្នកមុនអាចចាប់ផ្ដើមនៅដំណើរសងព្រេងអ្នកត្រូវតែជ្រើសរើសជំនាញនៅថ្នាក់មូលដ្ឋាននេះគឺជាថ្នាក់មូលដ្ឋាន3ជំនាញដែលជ្រើសរើសដំឡើងកម្រិតនៅទីនេះនិងកំណត់ថ្នាក់ជាក់លាក់ដែលអ្នកនឹងខ្លាយទៅជាអានេះAriane គេណែនាំជូនហើយការទូប្រុសរបស់យើងហើយនាងក៏បានបង្ហាញថ្នាក់ប្រយុទ្ធពួកគេនឹងប្រយុទ្ធនៅជួរមុខហើយប្រើអាវុធប្រកៀកប្រកិតឬក៏យើងអាចហៅអាវុធប្រយុទ្ធចិត្តខ្ញុំបានណែនាំ
ខ្ញុំណែនាំថ្នាក់នេះសម្រាប់អ្នកបើសិនបើអ្នកចង់បានសកម្មភាពដ៏គួរឲ្យរំភើបហើយការយើងនឹងបានគិតថ្នាក់ប្រយុទ្ធខ្ញុំប្រកាសចិត្តថាខ្ញុំអាចតម្លើងកម្រិតបានលឿនព្រោះខ្ញុំធ្លាប់បានប្រើវានៅក្នុងជីវិតពីមុនរបស់ខ្ញុំប៉ុន្តែវានឹងពិបាកបើយើងលេងតែម្នាក់ឯងហើយគាត់ក៏និយាយថារំលងទៅមួយទៀតណាអារេអាណេនឹងក៏បានបង្ហាញថ្នាក់បន្ទាប់មានឈ្មោះថា Cleric ដែលជាថ្នាក់ដែលគេប្រើធម៌ពលសម្រាប់ជួយព្យាបាលនិងផ្ដល់ជំនួយឲ្យអ្នកដទៃហើយការយើងនឹងក៏និយាយថារំលើងទៀតហើយនឹងបានបន្ថែមថាគាត់នឹងមិនទៅមើលថែគូតអ្នកដទៃទេគាត់និយាយលេងសើចណាអារេអាណេយើងឮហើយយើងក៏សើចមិនតិចទេអញ្ចឹងនៅសល់តែមួយចុងក្រោយទេខ្ញុំសង្ឃឹមថាអ្នកនឹងមានដំណើរផ្សងព្រេងដ៏រីករាយមួយនិយាយចប់នឹងនាងក៏បានសូត្រវេទមន្តនិងបានបញ្ជូនតួប្រុសរបស់យើងនឹងទៅកាន់ពមួយទីនោះមានតាចាស់មួយឈ្មោះថា Galgo ដែលតួនាទីជាអ្នកណែនាំមីហ្គានៅវេទមន្តដែលបានស្វាគមន៍ឲ្យការយើងនឹងមកកាន់ពនៃចំណេះដឹងគាត់នឹងក៏បានសួរទៅឲ្យការយើងតើប្រភេទវេទមន្តអ្វីដែលអ្នកចង់រៀនប្រាប់ខ្ញុំនៅជំរឿនរបស់អ្នកហើយការយើងនឹងក៏ឆ្លើយយ៉ាងធូរណាវេទមន្តខ្មៅតា Galgo នឹងភាំងតើអ្នកនឹងចង់រៀនវេទមន្តនៃផែនដីមែនសូមយល់ផងអាយុរបស់ខ្ញុំនឹងរៀនចាំបន្តិចឯងការស្ដាប់នឹងក៏រៀនខ្សោយដែរយើងទៅតានឹងអត់ចង់ឲ្យទូរបស់យើងរៀនវេទមន្តខ្មែរនេះហ្នឹងឯណាហើយការយើងនឹងក៏តបទៅថាទេខ្ញុំចង់រៀនវេទមន្តខ្មែរតា Galgo នឹងក៏សួរតើអ្នកឯងនឹងបានរៀនវាមកពីណាវេទមន្តខ្មែរនឹងមានធម៌ពលខ្លាំងណាស់ប៉ុន្តែវានឹងនាំព្រលឹងរបស់អ្នកនឹងប្រើប្រាស់ទៅលើភាពវិន័យសម្លេងមួយនិយាយថាខ្ញុំដឹងអំពីហានិភ័យដូច្នេះសូមបរៀនខ្ញុំតែងតែខ្ញុំត្រូវតែជាវេទមន្តខ្មែរជាអ្វីដែលខ្ញុំត្រូវការតើវានឹងអាចទៅរួចដល់របៀបណានេះវានឹងអាចទៅរួចដល់រលូនបើសិនបើវាជាកាលពីមុននឹងប្រាត់អ្នកដែលជ្រើសរើសនៅជំនាញនេះបើសិនបើត្រៀមហើយក៏បានបញ្ជាក់ដែរថាបើសិនបើត្រៀមខ្លួនរួចរាល់ដាក់ដៃរបស់អ្នកនឹងទៅលើសភៅនៃជំនាញនេះប៉ុន្តែអ្នកត្រូវជ្រើសរើសដោយបញ្ញាផ្លូវនេះវាពិបាកសម្រាប់មនុស្សក្នុងការហើយការនឹងក៏បានកាត់តបទៅថាសំទោសប៉ុន្តែខ្ញុំមិនមែនជាម្នាក់នៅក្នុងពួកមនុស្សនោះទេសំលេងខេមួហាបានពលឺឡើងវាពិតជាគួរឲ្យចាប់អារម្មណ៍វាបានចំណាយពេលយូរមកហើយនេះជាវីដេអូដ៏ល្បីមួយក្នុងជីវិតពីមុនរបស់ខ្ញុំអ្នកលេង Necromancer តែម្នាក់ដែលអាចយកឈ្នះមេបិសាចទាំងអស់ហ្នឹងតែម្នាក់ឯងNecromancer សូមបញ្ជាក់តិចណាស់គ្នាNecromancer នោះគឺជាប្រភេទអ្នកយកបលឹងបើទូទៅអ្នកគ្នាគួរតែតាឃើញតែគ្មានខ្មោចឆ្អឹងមួយកាន់ណាដងក្បាលស្អីគេវិញនឹងហើយខ្មោចចំណាំដើរយកបលឹងហ្នឹងឯ Necromancer អ្នកនេះជាអ្នកគ្រប់គ្រងខ្មោចឥឡូវនេះខ្ញុំមានធម៌ពលបែបហ្នឹង system ហ្នឹងក៏បានload ក៏បាន alert អ្នកហ្នឹងបានខ្លាចជា Necromancer ហើយអ្នកហ្នឹងបានរៀននៅជំនាញ Skeleton Fragment ទោះរបស់យើងហ្នឹងមិនចាំយូរហ្នឹងក៏បានសាកប្រើជំនាញមួយហ្នឹងដៃបានតម្លាក់ក្បាលខ្មោចទៅលើដីហើយនឹងបាននឹងលុចចេញនៅខ្មោចឆ្អឹងមួយមកកាច់ហ្មងអ្នកនេះគេក៏បញ្ជាក់ដែរថានៅពេលដែលប្រើជំនាញហ្នឹងគឺទៅកាត់ចំនួនម៉ាណាអ្នកក្នុងជីវិតនេះខ្ញុំបានខ្លាចជា Necromancer ល្អឥឡូវនេះតោះទៅតម្លើងកម្រិតហើយក៏បានសួរថាតើ training ដងចំនឹងនៅណានិយាយបានប៉ុណ្ណឹងបែរមកទៅមើល skeleton ឬបាត់អ្នកនេះតប៉ែមកមិនដឹងថាលង្កាចដល់ឥឡូវមិនចឹងអីទូបើយើងគាំងហ្មង